សួស្តីអ្នកគ្នានេះគឺជាវីដេអូថ្មីមួយទៀតហើយដែលខ្ញុំទៅហាងកាហ្វេហើយហាងកាហ្វេហ្នឹងគឺមានត្រីតាំងពីពណ៌តោះឥឡូវទៅមើលវីដេអូហ្នឹងទាំងអស់គ្នាហ្នឹងហើយពេលដែលយើងចូលមកភ្លាមគឺឃើញមានត្រីនៅក្នុងហ្នឹងណាអ្នកនរគ្នាត្រីកន្លែងគាត់គឺច្រើនដែរហ្នឹងជាទូទៅគាត់ដាក់ក្នុងហ្នឹងមានត្រីប្រភេទត្រី Koi Butterfly ពណ៌សនេះអ្នកនរគ្នាគឺស្អាតហ្មងត្រីរបស់គាត់តាមពិតមួយរយៈនេះខ្ញុំអត់សូវបានចេញក្រៅទេតែឥឡូវបានចេញក្រៅហើយ fresh ទៀតបានឃើញត្រីនេះហើយពេលដែលខ្ញុំមកហ្នឹងគឺខ្ញុំមកតាមមិត្តភ័ក្ដិខ្ញុំឯអ្នកនរគ្នាហើយនៅក្នុងទូរបស់គាត់គឺមាន filter បែបចឹងចឹង filter បែបចឹងគឺធ្វើឲ្យក្លិនទឹករបស់គាត់គឺស្អាតរហូតហើយជាពិសេសនៅក្នុងហ្នឹងអត់មានកកអីចឹងណាតាមពិតខ្ញុំមកហ្នឹងខ្ញុំមកផឹកកាហ្វេហើយនេះមិត្តភ័ក្ដិខ្ញុំមកមួយគ្នាចឹងណាហើយគាត់ក៏ជាអ្នកចូលចិត្តត្រីដែរកាហ្វេហ្នឹងគឺឈ្មោះហាងកាហ្វេ Deja Vu ចឹងពេលដែលទិញមួយកែវហើយគឺខ្ញុំដើរថតត្រីថតអីចឹងហ្នឹងឥឡូវខ្ញុំមកកន្លែងត្រីវិញហើយហ្នឹងហើយអ្នកនរគ្នាឃើញចឹងពណ៌សហ្នឹងគឺជាប្រភេទ Koi Butterfly និងពណ៌ក្រហមហ្នឹងគឺជាប្រភេទ Glowfish ជាទូទៅប្រភេទ Glowfish ហ្នឹងបើតាមខ្ញុំដឹងដោយសារមេខ្ញុំគាត់ធ្លាប់ចិញ្ចឹមនៅ office ចឹងទៅប្រភេទហ្នឹងគឺវាធន់នឹងទឹកហ្មងអ្នកនរគ្នាគឺវាអត់ត្រូវការអុកស៊ីហ្សែនអីញ៉ៃញ៉ៃច្រើនទេឥឡូវយើងមកមើលកន្លែងនេះវិញកន្លែងនេះគឺជាកន្លែងដែលគាត់ប្រោះកូនត្រីណាអ្នកនរគ្នាចឹងគាត់មាន space មួយកន្លែងសម្រាប់បំបែកកូនត្រីហើយដល់កន្លែងនេះវិញគឺជាប្រភេទត្រី Molly អ្នកនរគ្នាគឺជាហើយសម្រាប់ប្រភេទពណ៌លឿងៗនេះខ្ញុំមិនដឹងថាប្រភេទអីដែរប៉ុន្តែមើលទៅគឺគាត់ចិញ្ចឹមចម្រុះចូលគ្នាជាមួយប្រភេទត្រី Molly ហ្នឹងហ្មងតែបើខ្ញុំមើលរូបរាងវាជាក់ស្ដែងវាស្តៀងត្រីកតុយ3ដែរប្រភេទហ្នឹងអញ្ចឹងនៅក្នុងហាងកាហ្វេគាត់គឺគាត់ប្រោះវាចឹងហ្មងអ្នកនរគ្នាអញ្ចឹងនៅក្នុងនេះគឺគាត់ដាក់ប្រភេទត្រីផ្សេងទៅហើយនៅក្នុងកធុនតូចៗគឺគាត់ប្រោះសម្រាប់កូនត្រីនៅក្នុងកធុនហ្នឹងវាល្អទេអ្នកនរគ្នាតែខ្ញុំមើលទៅវាដូចជាប្រភេទត្រី7ពណ៌អញ្ចឹងសម្រាប់វីដេអូហ្នឹងគឺមានតែប៉ុណ្្នឹងឯងអ្នកនរគ្នាអរគុណដែលបានទស្សនាតាំងពីដើមរហូតដល់ចប់